Snow កំភ្លើងចំនួន22គ្រាប់បានផ្ទុះឡើងនៅតំបន់ច្រកអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យនៅថ្ងៃទី24ខែឧសភាឆ្នាំ2026ដោយភាគីកម្ពុជាអះអាងថាជាការបាញ់ចេញពីកងទ័ពថៃខណៈសារព័ត៌មានថៃមួយចំនួនបែរជាចោទទៅហ៊ានកម្ពុជាថាជាអ្នកបង្កភាពតានតឹងនៅតាមខ្សែព្រំដែនតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាចន្លោះម៉ោង9:24នាទីដល់ម៉ោង10:10នាទីព្រឹកមានស្នូលកាំភ្លើងចំនួន22គ្រាប់ត្រូវបានបាញ់ដោយកងទ័ពថៃចូលមកក្នុងតំបន់អូស្មាច់ដែលកម្ពុជាអះអាងថាជាទឹកដីរបស់ខ្លួនក្រោយកើតហេតុក្រុមការងារទំនាក់ទំនងភូមិភាគទី4របស់កម្ពុជាបានផ្ញើលិខិតតវ៉ាទៅកាន់ក្រុមការងារទំនាក់ទំនងភូមិភាគទី2របស់ថៃដោយទាមទារឲ្យភាគីថៃបើកការស្រាវជ្រាវលើហេតុការណ៍នេះរឹតបន្តឹងវិន័យកងទ័ពនិងគោរពតាមសេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីចុងឆ្នាំ2025ទន្ទឹមនឹងនេះសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដោយចោទថាទាហានកម្ពុជាបានតម្រង់កំភ្លើងទៅកាន់ទាហានថៃនិងដោតចូលទៅជិតទីតាំងដែលកងទ័ពថៃកំពុងឈរជើងរហូតភាគីថៃស្រែកឲ្យថយចេញវិញហេតុការណ៍នេះបានកើតឡើងស្របពេលស្ថានភាពតាមព្រំដែនកម្ពុជាថៃនៅមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីចុងខែធ្នូឆ្នាំ2025ក្នុងរយៈពេលកន្លងមកភាគីទាំងពីរតែងមានការចោទប្រកាន់និងផ្សព្វផ្សាយព័ត៌មានផ្ទុយគ្នាជុំវិញសកម្មភាពយោធានិងការចល័តកម្លាំងនៅតំបន់ជាប់ព្រំដែន